សួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះផងដែរគឺជាថ្ងៃអាទិត្យថ្ងៃដែលយើងសម្រាប់ពីការងារចឹងយើងឆ្លៀតសាកថ្មជីវិតបន្តិចនៅចិត្តផ្ទះយើងដែរណាបងប្អូនចឹងថ្ងៃនេះផងដែរគឺខ្ញុំនាំអារម្មណ៍បងប្អូនអរគ្នាទៅទស្សនានៅទំនប់ស្លាចឹងទំនប់ស្លាគឺយើងជិះតាមផ្លូវ41ហើយនេះខ្ញុំកំពុងតែជិះនេះគឺឆ្លងកាត់ស្ពានគុនគ្រូគេហៅស្ពានគុនគ្រូបងប្អូនហើយផ្លូវ41នេះឥឡូវហ្នឹងគឺស្រួលជិះខ្លាំងមែនតើគឺតាមផ្លូវរបស់យើងហ្នឹងគឺចាក់កស៊ូរហូតពីផ្ទះខ្ញុំរហូតទៅដល់ទំនប់ស្លាហ្នឹងគឺផ្លូវកស៊ូរប្អូនបងប្អូនហើយខែនេះផងដែរគឺទឹកឡើងខ្លាំងមែនតើនេះបងប្អូនមើលគឺទឹកហូរខ្លាំងហើយក៏ឃើញបងប្អូនប្រជាពលរដ្ឋយើងដែលគាត់នៅចិត្តហ្នឹងឬមួយក៏មកពីឆ្ងាយជាងហ្នឹងគាត់មកឆ្លៀតមកដាក់សណាញ់បងសណាញ់ដាក់ម៉ងដាក់អីដើម្បីយកត្រីហូបបងប្អូនចឹងនេះគឺទស្សនវិជ្ជាបងប្អូនជាពលរដ្ឋយើងគាត់ដាក់សណាញ់គាត់បងសណាញ់ហើយគាត់ដាក់ម៉ងដាក់អីដើម្បីយកត្រីហើយនេះមកដល់ទំនប់នេះគឺទំនប់ចិត្តដល់ផ្ទះខ្ញុំហើយទំនប់ហ្នឹងគឺខ្ញុំងូតតាំងពីក្មេងបងប្អូនហើយទំនប់ហ្នឹងដែរក៏មានបងប្អូនយើងគាត់ដាក់ម៉ងដែរបានក្តាមបានខ្យងបានត្រីខ្លះទៀតទៅក៏បានពស់បានអីចឹងបងប្អូនហើយទឹកក៏ឡើងដូចគ្នាទឹកកំពុងតែហូរខ្លាំងណាស់នេះហើយឥឡូវហ្នឹងយើងបន្តដំណើរទៅមុខទៀតនេះមកដល់ផ្លូវកែងបាត់ចូលផ្ទះខ្ញុំបងប្អូនគឺទេសភាពស្អាតខ្លាំងមែនទែនមានបឹងធំមានភ្នំមានទេសភាពវាស្រែមានអីចឹងទៅហើយបឹងនេះដែរគឺជ្រៅខ្លាំងណាបងប្អូនគេយកអិចកាយបងប្អូននេះទេសភាពហើយមកឈរដល់ទីនេះហ្នឹងគឺខ្យល់ក៏ត្រជាក់ល្ហឹមសម្រាប់បងប្អូនយើងដែលចូលចិត្តបបកត្រីចូលចិត្តអីហ្នឹងអាចយកប្លង់មួយនេះបានមានត្រីច្រើនខ្លាំងមែនទែនហើយឥឡូវហ្នឹងយើងដល់ផ្លូវកែងបាត់ចូលផ្ទះហើយនេះផ្លូវខ្លងទៅស្ពាននឹងមួយទៀតចូលដល់ផ្ទះខ្ញុំហើយទឹកហូរខ្លាំងទឹកនេះហើយឥឡូវហ្នឹងត្រីសែដែលយើងរកបានពីកន្លែងមិញហ្នឹងគឺមានត្រីដែងត្រីផ្ទក់ត្រីរស់ត្រីអីហ្នឹងចម្រុះគ្នាធម្មជាតិពិតៗណាបងប្អូនអញ្ចឹងត្រីហ្នឹងយើងចាប់ផ្ដើមចៀនវាឆ្អិនហើយយើងបុកទឹកត្រីអំពិលអីចឹងមកហើយតបមកយើងថែមម្ហូបមួយមុខទៀតអានេះគឺទាកាប៉ាកម្រងយើងហ្នឹងគឺអាំងបាល់ម្ទេសទាកាប៉ាអាំងបាល់ម្ទេសអញ្ចឹងយើងចាប់ផ្ដើមបោចស្អាតហើយយើងចាប់ផ្ដើមលាងវាធ្វើហើយទៅយើងយកទាដោយទាគ្រឿងក្នុងដោយគ្រឿងក្នុងអញ្ចឹងយើងចាប់ផ្ដើមយកគ្រឿងក្នុងវាចេញបងប្អូនអាចធ្វើអីបានមួយមុខទៀតអាចឆាតកួនឆាអីអញ្ចឹងទៅហើយសម្រាប់ទារបស់យើងវិញនេះគឺយើងវះហើយហ្នឹងគឺយើងត្រៀមប្រឡាក់អាំងបាល់ម្ទេសអញ្ចឹងយើងធ្វើវាស្អាតណាបងប្អូនព្រោះទាវាហូមច្រើនណាតើបងប្អូនធ្វើស្អាតទៅហូបទៅឆ្ងាញ់អានេះខ្ញុំបោចឲ្យ